ក្នុងការជួញដូរឧបករណ៍និស្សិតឬវិស័យ Forex យើងមានការចំណេញខាតដូចទៅនឹងការជួញដូរឬមួយក៏ប្រកបអាជីវកម្មផ្សេងដែរដែលនេះគឺជារឿងដែលមិនអាចគេចផុតមិនថាអាជីវកម្មនោះគឺជាអាជីវកម្មអីគឺយើងនៅតែមានហានិភ័យនៅក្នុងការខាតឬមួយក៏ចំណេញក៏ដូចគ្នាដែរអញ្ចឹងការពីម្សិលមិញគឺយើងបានចូលទៅធ្វើការទិញតម្លៃហាងឆេងមាសហើយវាក៏បានប៉ះ SL ដែរអញ្ចឹងថ្ងៃនេះខ្ញុំសូមមកចែករំលែកអំពីបទពិសោធន៍ឬមួយក៏ហេតុអ្វីក៏ការជួញដូរដែលយើងបានចូលប៉ះ SL ទោះបីជាយើងមានការវិភាគបានយ៉ាងលម្អិតហើយរងចាំនៅ setup នេះដល់តាំងពីព្រឹករហូតដល់យប់ហើយនៅតែអាចប៉ះ SL អញ្ចឹងទៅមើលពីមូលហេតុក៏ដូចជាបច្ចេកទេសដែលយើងធ្វើការវិភាគទាំងអស់គ្នាបាទបើយើងមើលតាមបច្ចេកទេសកាលពីម្សិលមិញនៅក្នុង daily chart គឺយើងឃើញថាតម្លៃហាងឆេងមាសកាលពីម្សិលមិញដែលតម្លៃ candlestick បច្ចុប្បន្ននេះគឺបានកំពុងតែស្ថិតនៅក្នុងកម្លាំងជា bearish មានន័យថាជាបង្គោលក្រហមដែលកម្លាំងអ្នកលក់កំពុងតែមានកម្លាំងខ្លាំងជាងអ្នកទិញប៉ុន្តែបើយើងមើល candlestick កាលពីម្សិលមិញគឺមួយនេះមានន័យថាម្សិលមិញនៅមុនពេលបិទផ្សារតម្លៃហាងឆេងគឺបានស្ទុះឡើងខ្លាំងមែនទែនដែលឡើងមកជិតដល់តម្លៃ$3,900នៅក្នុងមួយអោនដែលជាកំណត់ត្រាថ្មីប៉ុន្តែក្រោយមកវាក៏បានធ្លាក់ចុះប្រហែលជា$80នៅក្នុងមួយអោនហើយដែលបានបិទផ្សារទៅជាបង្គោល candlestick ពណ៌ក្រហមដែល candlestick មួយនេះនៅក្នុង pattern នេះគឺជា bearish engulfing ហើយ bearish engulfing បែបនេះវាន័យថាកម្លាំងអ្នកលក់ចាប់ផ្ដើមមានកម្លាំងខ្លាំងជាងអ្នកទិញហើយសម្រាប់ថ្ងៃនេះយើងឃើញថាវាបានបន្តនៅកម្លាំង sell ចុះមកទៀតអញ្ចឹងយើងទៅមើលនៅក្នុង time frame តូចហើយថ្ងៃនេះខ្ញុំចែកក្នុង time frame 5នាទីនេះផងដែរយើងឃើញថាតម្លៃមាសបានចុះមកដល់ក្នុងតំបន់ setup zone ទី2ដែលខ្ញុំធ្វើការវិភាគជូនបងប្អូនកាលពីម្សិលមិញហើយនៅក្នុងតំបន់នេះវាក៏បាន ranging ផងដែររហូតតតែមានជា engulfing buy មួយនេះដែលជា pattern ដែលខ្ញុំរងចាំជា confirmation ហើយពេលហ្នឹងពេលវាចេញ engulfing buy ហើយខ្ញុំក៏បានចេញជា setup មួយដែលយើងរងចាំចូលសារនៅក្នុងចន្លោះតម្លៃ38 41 38 38មក38 35តែ SL យើងនៅក្នុងតម្លៃ38 25ប្រហែលជា10ជាងលេខពី entry ទី1ហើយមែនតើទៅsetup នេះគឺយើងបានប៉ះ SL មុនពេលដែលវាបានកើនឡើងត្រឡប់មកវិញខ្លាំងមែនតើអញ្ចឹងវាជាបទពិសោធន៍មួយមានន័យថានៅពេលដែលទីផ្សារ move ខ្លាំងបែបនេះវា move តាំងពីតម្លៃលើមកដល់ក្រោមនេះចូលជាង$80ក្នុងមួយអោនអញ្ចឹងយើងគួរតែរងចាំនៅក្នុង time frame ធំដែលចាប់ពី15នាទីទៅ1ម៉ោងអីរឹតតែល្អអញ្ចឹងបើសិនជាយើងងាកទៅមើលនៅក្នុង time frame 15នាទីយើងឃើញថានេះបន្ទាប់ពីបាន close ជា engulfing buy បែបនេះមកហើយវាក៏បានកើនឡើងខ្លាំងតែម្ដងពីតម្លៃដែលវាបិទនៅក្នុងតម្លៃ38 37ឡើងមកដល់តម្លៃ38 64គឺច្រើនមែនទែននេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកហើយយ៉ាងណាក៏ដោយក៏វាជាការវិភាគបែបបច្ចេកទេសដែលយើងគួរតែរងចាំហើយមានហេតុផលទោះបីជាយើងចំណេញឬមួយក៏ខាតក៏ដោយបាទអរគុណសម្រាប់ការទស្សនាហើយសម្រាប់បងប្អូនដែលចង់មានសំណួរឬមួយក៏ចង់ចូលទៅក្នុង channel ដើម្បីទទួលបាននៅព័ត៌មានផ្សេងៗអាចធ្វើការ scan QR code ក៏ដូចជា contact ដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះអរគុណ